សួស្តីអ្នកទាំងអស់គ្នារីករាយឆ្នាំថ្មីជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អមុននឹងចូលដល់សាច់រឿងកុំភ្លេចចូលចុច like share អ្នកមួយផងដើម្បីជាកម្លាំងចិត្ត admin ធ្វើវីដេអូបន្តអាខាក៏រាយរាប់ទៅថាគេបានជួបនាងនៅតាមផ្លូវមកទីនេះប៉ុន្តែមើលទៅនាងត្រូវបានចាប់មកវិញហើយចាលីក៏សួរថានាងពិតជាស្អាតខ្លាំងមែនអីដែលស៊ីហាតនេះធ្លាក់ក្នុងអន្លង់ស្នេហ៍នោះមែនហើយនាងស្អាតខ្លាំងណាស់អ្នកណាបានឃើញនាងហើយអ្នកនោះនឹងចង់តាមនាងជាមិនខានប៉ុន្តែវាចម្លែកណាស់ដែលកូនស្រីអ្នកមានអំណាចមកជួបស៊ីហាតបែបនេះវ៉ារីនេះវិញក៏ចង់ដឹងថានារីម្នាក់នោះជាអ្នកណាឲ្យប្រកបប៉ុន្តែអាខាមិនប្រាប់គេដោយ free នោះទេគេសុំកសិដ្ឋានដែលដាំទំពាំងបាយជូរនៅសាសាដោះដូរជាមួយព័ត៌មាននេះចាលីនេះវិញគិតថាគ្មានផ្លូវទេដែលវ៉ារីនឲ្យកន្លែងដែលមានតម្លៃបែបនេះឲ្យតែក្មេងម្នាក់នោះមានណាវ៉ារីនក៏យល់ព្រមភ្លាមដោយគ្មានភាពស្ទាក់ស្ទើរទេនោះក៏ព្រោះតែវ៉ារីនចង់ដឹងពីនាងចង់ឈ្គោទៅហើយងាកមកទូស្រីឯនេះវិញនាងទើបតែងើបពីគេងក៏ឆ្ងល់ថាស៊ីហាត់ទៅបាត់ហើយនាងមានអារម្មណ៍ថាខ្លួនឯងទម្លាប់ងើបឡើងនៅក្នុងរង្វង់ដៃរបស់ស៊ីហាត់យ៉ាងមិនដឹងទេមួយសន្ទុះក្រោយមកណាសឺនិងការីមក៏ចូលមកជួបនាងការីមនេះវិញឡើងភ្លឹកនឹងសម្រាប់របស់ទូស្រីដឹងស្រាប់ហើយកញ្ញាមានភាពជឿជាក់ជ្រុលរបស់យើងសួរតើការីមមិនក៏ភ្លឹកអញ្ចឹងនេះគេកំពុងតែលងនៅសម្រាប់របស់នាងមែនទេការជាមនុស្សស្រីស្អាតពិតជាពិបាកពិតមែនណាសឺមកនេះគឺចង់ផ្លាស់ប្ដូរព័ត៌មាននៅផឺសៀននេះទៅឲ្យអាស៊ីណាដោយអាស៊ីណាត្រូវផ្ដល់ព័ត៌មាននយោបាយពីទិសខាងជើងឲ្យគេវិញដោយគេបានសង្ស័យថានាងជាអ្នកស៊ើបការនាងពិតជាភ្ញាក់ផ្អើលណាស់ដែលគេចង់ឲ្យព័ត៌មានមកនាងបែបនេះអាស៊ីណាមិនមានជំរើសទេនាងមានតែផ្ដល់ព័ត៌មានទៅឲ្យគេអាស៊ីណាក៏សួរពីអ្វីដែលស៊ីហាតបានធ្វើនៅវាខ្សាច់នោះទៅណាសឺទឹកមុខរបស់ណាសឺក៏ប្រែមកជាមុំជាខ្លាំងវាចម្លែកព្រោះធម្មតាគេចូលចិត្តញញឹមស៊ីហាតបានប្រើធម្មពលរបស់គេដើម្បីចាប់អាស៊ីណាមកវិញមើលទៅគេពិតជាមានអារម្មណ៍ខ្លាំងចំពោះនាងហើយនាងក៏ចាប់ផ្ដើមរៀបរាប់ថាស៊ីហាតកូនមានបុត្រ3អង្គនៅពេលដែលគាត់បានចាក់ចេញទៅអ៊ីស្ម៉ាអែលបាត់នោះផឺសៀងក៏ត្រូវបានចែកជា3ដូចគ្នាសាគុនគឺជាអ្នកប្រាជ្ញដ៏ឆ្នើមហាគុនគឺជាអ្នកចម្បាំងដ៏ខ្លាំងប៉ុន្តែរ៉ាគុនគឺជាអ្នករួបរวมទឹកដីរបស់ផឺសៀនទាំង3មកវិញបន្ទាប់ពីនោះទើបគុនបន្តត្រូវបានដាក់ឈ្មោះថាសាហានិងរ៉ានៅពេលដែលពួកគេក្រុងរាជ្យស៊ីហាតគុនបានប្រើប្រាស់ធម៌ពលរបស់ខ្លួនដើម្បីជាតិមួយនេះគុនបន្ទាប់ក៏មានធម៌ពលដូចគ្នាដែរនេះហើយជាសាច់រឿងរបស់ផឺសៀនពួកយើងមិនដឹងច្បាស់នោះទេថាធម៌ពលរបស់ស៊ីហាតនោះយ៉ាងម៉េចប៉ុន្តែយើងដឹងថាស៊ីហាតអាចកំទេចទៅខាងជើងបានភ្លាមបើសិនជាគេចង់នោះអាស៊ីណាស្ដាប់ចប់ហើយគឺមិនចង់ជឿទេនាងឆ្ងល់ណាស់ថាស៊ីហាតគ្រប់គ្រងម្នាក់ឯងបានយ៉ាងម៉េចនៅធម៌ពលដ៏អស្ចារ្យបែបនេះរួមជាមួយនឹងបន្ទុកជាច្រើនផងមុននឹងចេញទៅណាសឺក៏និយាយកុំឲ្យអាស៊ីណាឲ្យសង្ឃឹមទៅស៊ីហាតអីបើសិនជានាងមិនច្បាស់នៅក្នុងចិត្តខ្លួនឯងនោះអាស៊ីណាមិនយល់ទេថាគេចង់បានន័យថាម៉េចប៉ុន្តែណាសឺក៏តបទៅវិញថានាងជាមនុស្សដែលមានសម្រស់គួរឲ្យទាក់ទាញនាងជឿថានាងអាចចាប់កែវភ្នែកមនុស្សប្រុសគ្រប់គ្នាដែលបានមើលឃើញនាងនៅក្នុងផ្លូវស្នេហាអាស៊ីណាធានាថាវានឹងមិនមានរឿងនោះកើតឡើងនោះទេចំពោះនាងនិងស៊ីហាតតាមពិតទៅតួស្រីអាចកាត់ចិត្តនិងឈប់គិតពីទំនាក់ទំនងរវាងនាងនិងស៊ីហាតបាត់ទៅហើយបើសិនជានាងបានរត់គេចនោះនេះក៏ដោយសារគេចាប់នាងមកវិញនិងមកនៅចិត្តនាងវាក៏ធ្វើឲ្យនាងមានអារម្មណ៍មិនសនុកក្នុងខ្លួនដែរតែគេចាប់នាងទុកធ្វើអីបើគេមិនស្រឡាញ់នាងផងនោះចំណែកឯវ៉ារីនេះវិញអ្នកនរគ្នាបោករបស់ពេញនឹងសំបីតែតុក្កតារបស់អាស៊ីណាដែលបានឲ្យខានគេហាយខ្ទេចដែរគេខឹងដែលមនុស្សស្រីដែលគេធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងចង់បានស្ទើរស្លាប់ទៅហើយបែរជាមនុស្សស្រីរបស់ស៊ីហាតទៅវិញគេខឹងណាស់បើគេមិនអាចបាននាងដោយស្រួលទេគេនឹងចាប់នាងទុកឬក៏សម្លាប់នាងតែម្ដងកុំឲ្យអ្នកណាផ្សេងបាននាងជាដាច់ខាតអាប៉ាក់នេះរូបជាសាហាវមែនណាតួស្រីគេងលក់តួប្រុសក៏មកដល់ស៊ីហាតវិញគ្រាន់តែឃើញទឹកមុខនាងគេដឹងតែម្ដងថានាងធ្វើពុតជាគេងតែប៉ុណ្ណោះវាគ្រាន់តែជា reflect របស់តួស្រីនាងទម្លាប់គេងនៅខាងក្រៅនៅពេលធ្វើដំណើរដោយតួប្រុសនេះសួរនាងច្រើនពេកអាស៊ីណានិយាយទៅថាគេសួរនាងរហូតនោះក៏ព្រោះតែបេហ៊ីចង់ដឹងពីនាងទាំងអស់ហ្នឹងហើយគេឮថាណាសឺមកជួបនាងនៅថ្ងៃនេះអាស៊ីណាក៏ប្រាប់ទៅថានាងបានសួរគេពីធម្មពលអតីតរបស់ស៊ីហាតប៉ុន្តែក៏មិនទទួលបានព័ត៌មានលម្អិតអ្វីដែរនាងសួរស៊ីហាតវិញប៉ុន្តែបរិះម្នាក់នេះយកស្ទាយតាមអាស៊ីណាមកយកមកបាំងមុខ
គេមិនប្រាប់នាង free នោះទេតតែមានអីដោះដូរគេក៏ឲ្យនាងប្រាប់ពីកុមារភាពរបស់នាងមកនោះគេនឹងប្រាប់នាងវិញអាស៊ីណាក៏និយាយទៅថានៅពីទូចានាងគឺឆ្លាតណាស់ហើយគួរឲ្យស្រឡាញ់ទៀតផងឃើញមុខស្រស់ស្អាតនេះទេនៅទូក៏នាងគួរឲ្យស្រឡាញ់បែបនេះដែរនាងកាត់តាមឪពុករបស់នាងទាំងអត្តចរិតនិងសម្រស់ប៉ុន្តែអ្នកមិនដឹងច្បាស់ជាគិតថានាងកាត់តាមម្ដាយរបស់នាងជាមិនខាននាងមិនចង់កាត់តាមម្ដាយនាងនោះឡើយមិនមែននាងមិនស្រឡាញ់ម្ដាយរបស់នាងទេនាងមានបញ្ហាជាមួយគាត់បន្តិចដោយសារតែគាត់ចង់ឲ្យអាស៊ីណានេះនៅតែជាក្មេងអាយុ4ឆ្នាំដដែលទោះស្រីនៅសុកក៏ឆ្ងល់ថាម្ដាយរបស់បេហ៊ីមានរូបរាងយ៉ាងម៉េចដែរស៊ីហាតបវិញថាគេមិនដឹងទេវាក៏ធ្វើឲ្យអាស៊ីណានេះមានអារម្មណ៍មិនល្អនិងសុំទោសគេភ្លាមស៊ីហាតមិនឲ្យនាងសុំទោសអ្វីនោះទេគេឮថាគាត់បានបាត់បង់ជីវិតក្រោយពេលដែលគេកើតបានបន្តិចអាស៊ីណាក៏សួរពីឪពុកគេវិញម្ដងស៊ីហាតរាយរាប់ទៅប្រាប់ថាឪពុករបស់គេគឺជាស៊ីហាតគុនដែលគាត់បានបង្កើតតេស្តមួយឲ្យគុនទាំងឡាយដែលជាកូនរបស់គាត់ធ្វើពួកគេត្រូវតែជាប់ជាដាច់ខាតបើសិនជាពួកគេធ្លាក់ពួកគេត្រូវតែស្លាប់ច្បាប់នេះបង្កើតឡើងដើម្បីកុំឲ្យមានសង្គ្រាមផ្ទៃក្នុងចំពោះស៊ីហាតឪពុករបស់គេមិនមែនជាព្រះល្អក៏មិនមែនជាព្រះអាក្រក់នោះដែរអ្វីដែលគេប្រកាសនោះគឺគាត់មិនមែនជាឪពុកល្អនោះទេអាស៊ីណាស្ដាប់ស៊ីហាតនិយាយពីឪពុកគេដោយសម្លេងស្មារបែបនេះនាងមិនចង់ជឿទេថាគេជាអ្នកដឹកនាំភើសៀនទាំងមូលនាងមើលទៅស៊ីហាតគ្រាន់តែជាមនុស្សដែលឯកាតែប៉ុណ្ណោះនិយាយម្យ៉ាងទៀតបានថាគេដូចជាមនុស្សធម្មតាម្នាក់អញ្ចឹងថ្ងៃស្អែកឡើងលោកដែលស្ដាំរបស់រាគុនក៏សូមជួបស៊ីហាតហើយគេមកថ្ងៃនេះចង់ជួយស៊ីហាតស្វែងយល់ពីអត្តសញ្ញាណពិតរបស់អៃរ៉ាម្នាក់នោះគេខំនិយាយថានាងអាចជាអ្នកស៊ើបការពីក្រមវល់ដែលមើលទៅពណ៌សក់របស់នាងច្បាស់ណាស់ថានាងមិនមែនជាមនុស្សធម្មតាទេពណ៌សក់នេះគឺកម្រណាស់នៅក្រមវល់ដូច្នេះហើយគេចង់ឲ្យកូនស្រីរបស់គេចាគីតាទៅបម្រើអៃរ៉ាម្នាក់នោះនឹងឆ្លៀតអង្កេតពីនាងផងដែរស៊ីហាតដឹងច្បាស់ណាស់ថាមានអ្នកឲ្យគេមកធ្វើបែបនេះហើយម្នាក់នោះប្រកាសជាវ៉ារៀនជាមិនខានចំណែកឯលោកដែលស្ដាំនេះវិញគឺគ្រាន់តែចង់ឲ្យកូនស្រីរបស់គាត់ខ្លាចជាអៃរ៉ាតែប៉ុណ្ណោះគាត់ធ្វើនេះព្រោះគាត់ចង់ចាប់កំហុសរបស់អាស៊ីណានៅពេលដែលនាងត្រូវបានកម្ចាត់ចោលកូនស្រីរបស់គាត់នេះហើយចាគីតានឹងឡើងធ្វើជាអៃរ៉ាជាមិនខានចាគីតាក៏មានតែយកព្រមធ្វើតាមព្រោះនាងគ្មានជំរឿននោះទេ